នៅថ្ងៃទី4ខែកញ្ញាឆ្នាំ2025ប្រជាពលរដ្ឋខ្មែរជាង500នាក់បានរួមគ្នាទប់ស្កាត់ទាហានថៃ50នាក់ដែលប៉ងដាក់លួសបន្លាហុំព័ទ្ធយកចំការអំពៅរបស់អ្នកភូមិនៅក្នុងភូមិជោគជ័យឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យលោកទល់សារិនមេឃុំអូ3ជាន់បានប្រាប់ភ្នាក់ងារព័ត៌មានរបស់ News Today ថានៅព្រឹកម៉ោង 8:30 នាទីថ្ងៃទី4ខែកញ្ញាកងកម្លាំងថៃបានចូលមកចំការអំពៅរបស់ពលរដ្ឋខ្មែរដែលស្ថិតនៅចម្ងាយប្រហែលជា200ម៉ែត្រពីទីតាំងដែលបានប្រឈមគ្នាកាលពីសប្តាហ៍មុននៅពេលដែលថៃចង់ពាត់បន្លាលួសយកដីនឹងផ្ទះរបស់ប្រជាជនលោកមេឃុំបញ្ជាក់ថាដីចំការអំពៅនេះស្ថិតនៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាដែលអ្នកភូមិបានអាស្រ័យផលជាយូរណាស់មកហើយអ្នកភូមិជោគជ័យបានមូលមីរុញទាហានថៃឲ្យថយក្រោយដោយមិនមានការប៉ះទង្គិចឬក៏បង្ករបួសស្នាមទៅវិញទៅមកនោះទេហើយកងកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរកម្ពុជាក៏បាននៅកន្លែងកើតហេតុដើម្បីការពារសុវត្ថិភាពនិងបង្ការអំពើហិង្សាផងដែរនេះគឺជាការបញ្ជាក់របស់លោកទល់សារិនសូមបញ្ជាក់ថាចាប់តាំងពីពាក់កណ្ដាលខែសីហាឆ្នាំ2025មកភូមិជោគជ័យរបស់កម្ពុជាបានក្លាយទៅជាកន្លែងប្រឈមដ៏តានតឹងក្រោយពីទ័ពថៃបានពង្រាយលួសបន្លាពាត់យកដីនឹងផ្ទះរបស់ពលរដ្ឋករណីនេះបង្កឲ្យមានការតវ៉ាពីប្រជាជនកម្ពុជាដើម្បីការពារផ្ទះសម្បែងរបស់ពួកគេរដ្ឋាភិបាលកម្ពុជាបានប្តឹងតវ៉ាពីករណីនេះតាមរយៈក្រសួងការបរទេសនិងជំនួបជាមួយមេដឹកនាំអន្តរជាតិនានាដើម្បីស្វែងរកការអន្តរាគមន៍ចំពោះអ្វីដែលទីក្រុងភ្នំពេញហៅថាជាការប្រើកម្លាំងយោធាចូលកាន់កាប់ដែនដីកម្ពុជាដោយខុសច្បាប់និងបំពានទៅលើកិច្ចព្រមព្រៀងនិងបទឈប់បាញ់ខ្ញុំរស់សុធាពី News Today NTTV គុំរងចាំក្នុងការធ្វើអ្វីមួយហើយស្ដាយក្រោយនៅពេលដែលបាត់បង់ម៉ាស៊ីនបាញ់ថ្នាំអង្គរ Sprayer គ្រប់គ្រងហានិភ័យទាន់ពេលវេលានិងគ្រប់ស្ថានភាព